កូដគឺជាសំណុំពាក្យបញ្ជាដែលមនុស្សសរសេរដើម្បីប្រាប់កុំព្យូទ័រឲ្យធ្វើអ្វីមួយឧទាហរណ៍យើងចង់ឲ្យ website បង្ហាញប៊ូតុងមួយយើងត្រូវសរសេរកូដបើចង់ឲ្យ app អាច log in បានយើងក៏ត្រូវតែសរសេរកូដចង់ឲ្យ system រក្សាទុកទិន្នន័យអ្នកប្រើប្រាស់ក៏ត្រូវការកូដដែរប៉ុន្តែកូដមិនមែនគ្រាន់តែជាអក្សរចម្លែកៗទេវាជាភាសាមួយសម្រាប់ទំនាក់ទំនងជាមួយកុំព្យូទ័រឧទាហរណ៍ថាយើងសរសេរកូដបែបនេះមានន័យថាយើងប្រាប់ browser ឲ្យបង្ហាញអក្សរ Hello World ជាចំណងជើងធំមួយភាសាកូដមានច្រើនដូចជា HTML, CSS, JavaScript, PHP, Python, Java និងភាសាផ្សេងច្រើនទៀតភាសានីមួយៗមានតួនាទីខុសៗគ្នាដូចជា HTML សម្រាប់រៀបចំរចនាសម្ព័ន្ធរបស់ website, CSS សម្រាប់ធ្វើឲ្យ website ស្អាត JavaScript សម្រាប់ធ្វើឲ្យ website មានចលនា PHP ឬ Python អាចប្រើសម្រាប់បង្កើត backend និងគ្រប់គ្រងទិន្នន័យឆ្នេះកូដគឺជាគន្លឹះសំខាន់ក្នុងការបង្កើតបច្ចេកវិទ្យាដែលយើងប្រើប្រាស់សព្វថ្ងៃសូមអរគុណសូមរងចាំវីដេអូបន្ទាប់